Và cho nênក្នុងការសិក្សាថ្ងៃនេះគឺយើងមាន3ចំណុចធំៗទី1គឺការផ្លាស់ប្ដូរ font ការផ្លាស់ប្ដូរទំហំ size ការផ្លាស់ប្ដូរពណ៌ក៏ដូចជាការចាក់ពណ៌ទៅលើផ្ទៃ cell បាទចំណុចទី2ធំគឺយើងនឹងរៀនអំពីការដាក់ border ក៏ដូចជាការប្រើប្រាស់ Excel ចំណុចទី3ធំគឺយើងនឹងសិក្សាទៅលើការកំណត់ទម្រង់លេខ number formatting ក៏ដូចជាការកំណត់រូបិយប័ណ្ណជាប្រាក់រៀលជាប្រាក់ដុល្លារជាដើមចំណុចទីបន្ទាប់នោះគឺយើងនឹងសិក្សាទៅលើការកំណត់ភាគរយមានតែប្រភេទទិន្នន័យជាភាគរយក៏ដូចជាការកំណត់ទម្រង់ការបរិច្ឆេទបញ្ជាក់ទី1គឺការផ្លាស់ប្ដូរ font ទំហំពណ៌និងការដាក់ផ្ទៃ cell គឺមានដូចខាងក្រោមដោយអ្នកទាំងអស់គ្នាបានឃើញទៅលើទាំង Google Sheet របស់ខ្ញុំនេះគឺមានទី1គឺមានការចាក់ពណ៌ទៅលើផ្ទៃ cell ទី2គឺខ្ញុំបដូរពណ៌ខ្ញុំបានកំណត់ទម្រង់ផ្សេងៗជាដើមដើម្បីជាឧទាហរណ៍ចឹងចំណុចទី1គឺការផ្លាស់ប្ដូរ font ការផ្លាស់ប្ដូរ font អ្នកទាំងអស់គ្នាគ្រាន់តែ select ទៅលើបណ្ដុំទិន្នន័យណាមួយដែលយើងត្រូវការផ្លាស់ប្ដូរ font ដោយកំណត់ទៅដូរទៅតាម font name ដែលអ្នកទាំងអស់គ្នាត្រូវការមានថា font name គឺជាឈ្មោះរបស់ font បាទដូចនៅខាងលើនេះគឺយើងមាន font ហើយបាទយើងចុចមកគឺយើងមានឈ្មោះ font ជាច្រើនដែលយើងបានបញ្ចូលហើយបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើការបដូរមកបាទឧទាហរណ៍ខ្ញុំយក font ណាមួយដែលខ្ញុំគិតថាខ្ញុំចង់បានបាទបន្ទាប់មកគឺខ្ញុំអាចបាននឹង font នោះហើយចឹងយើងអាចបដូរទៅតាមអ្វីដែលយើងចង់បានបន្តទៀតមានថា font ដែលយើងប្រើជាក់ស្ដែងចំពោះទំហំគឺ size នេះគឺនៅកន្លែងនេះគឺលេខ10អញ្ចឹងកាលណាមុននឹងបដូរទំហំអ្នកទាំងអស់គ្នាចាប់ផ្ដើម select ទៅលើ cell នឹងហើយកាលណាមានទិន្នន័យកាលណាយើងអត់ទាន់មានទិន្នន័យយើងបដូរមុនវាអញ្ចឹងកាលណាយើងមានទិន្នន័យហើយយើង select ទៅលើទិន្នន័យនោះហើយបន្ថែមទៅតាមចំនួនដែលយើងចង់បានបាទ12ឬក៏13 14តាមការកំណត់បាទនេះគឺយើងមានទិន្នន័យហើយស្រាប់អញ្ចឹងកាលណាកន្លែងនេះគឺវា load មកទំហំ10ហើយនឹង font default ធម្មតាអញ្ចឹងយើងអាចបដូរទៅជា font ណាមួយដែលយើងចង់បានហើយទំហំណាមួយដែលយើងចង់បានដូចគ្នាហើយចាប់ផ្ដើមធ្វើការវាបញ្ចូលដូចគ្នាបាទចំណុចបន្ទាប់គឺការដាក់ពណ៌ហើយនឹងពណ៌ background មានតែពណ៌ផ្ទៃខាងក្រោយអញ្ចឹងកាលណាយើងចង់ចាក់ពណ៌អក្សរដូចនេះគឺពណ៌អក្សរអញ្ចឹងកាលណាយើងចាក់ពណ៌អក្សរគឺនៅផ្នែកខាងលើនេះដូចគ្នាគឺអ្នកទាំងអស់គ្នាមើលត្រង់ចំណុចមួយដែលមានអក្សរ A ពណ៌ក្រហមនេះបាទអញ្ចឹងយើងចុចលើ text color នេះគឺយើងបដូរពណ៌ណាមួយដែលយើងគិតថាយើងចង់បានពណ៌នោះបាទកំណត់មកហើយរើសយកតែម្ដងអញ្ចឹងយើងចង់បានពណ៌ណាយើង select ហើយដូរពណ៌ចំណែកតកតងជាមួយនឹងពណ៌ទៅលើ fill គេហៅថាពណ៌ background នោះចឹងអ្នកទាំងអស់គ្នាក៏ត្រូវ select ដូចគ្នាដែរយើងចង់បាន cell ណាមួយដែលចង់កំណត់ពណ៌នោះគឺ select cell នោះហើយបន្ទាប់មកចូលមកកាន់កន្លែង fill color នេះហើយរើសពណ៌ដែលយើងចង់បានអញ្ចឹងយើងអាចរើសយកពណ៌ណាមួយដែលគិតថាអូយើងមើលទៅមើលឃើញហើយ print មកស្អាតបោះពុម្ពមកស្អាតហ្នឹងយើងអាចយកមកប្រើប្រាស់អញ្ចឹងក្រោយពីយើងរើសហើយគឺយើងនឹងបានពណ៌ក៏ដូចជា font size ទៅតាមតម្រូវការដែលយើងចង់បានបាទបន្ទាប់ពីយើងធ្វើការផ្លាស់ប្ដូរចំណុចទី1នេះហើយយើងមកដល់ចំណុចទី2វិញចំណុចទី2គឺជាចំណុចក្នុងការកំណត់ border និងការ merge cell ការ border ការចាក់ border នេះគឺគេហៅថាចាក់បន្ទាត់ណាដូចនៅកន្លែងនេះអត់មាន border ទេអត់មានសុំជុំវិញទេអញ្ចឹងនៅកន្លែងនេះគឺមានអញ្ចឹងកាលណាយើងចង់ចាក់ border គឺយើង select ទៅលើបណ្ដុំទិន្នន័យណាមួយដែលយើងចង់ចាក់ជា border នោះជាបន្ទាត់កន្លាណាអញ្ចឹងខ្ញុំ select ទៅលើបណ្ដុំប៉ុណ្ណេះហើយខ្ញុំចាប់ផ្ដើមចូលទៅកាន់កន្លែងការកំណត់ border តែម្ដងអញ្ចឹងការកំណត់ border គឺត្រង់ចំណុចមួយនេះបាទ border ហើយយើងធ្វើការរើសតើ border ដែលយើងចង់កំណត់នោះគឺយើងមានត្រូវការកំណត់ពណ៌ដែរអត់ហើយនឹងកំណត់កម្រាស់ដែរអត់ឧទាហរណ៍ថាយើងកំណត់ធម្មតា all border ធម្មតាអញ្ចឹងយើងយកពណ៌បាទយើងយកកន្លាពេញអញ្ចឹងកាលណាយើងយកកន្លាពេញហើយយើងអត់មានចាក់ពណ៌ទេអញ្ចឹងកាលណាយើង select ផ្សេងយើងចង់បដូរពណ៌ក៏ដូចគ្នាដែរកន្លែងនេះគឺមានពណ៌អញ្ចឹងយើងអាចរើសពណ៌ឧទាហរណ៍ពណ៌ក្រហមឬក៏ពណ៌ណាមួយហើយចាប់ផ្ដើមរើស border វិញបាទអញ្ចឹងយើងនឹងបានពណ៌ដែលយើងចង់បាន
ấy nhưng khơi miên sỉ nhá bộ cảng khăn ông sỉ nhá đọ này cứ viên miên lẹ cả nặng xe bao viên thì mũi xem nè đôi trở lại này cứ clear border này một đòn clear border mới thay dựng đâu border trên vĩnh phần ta cana dương vô ở outer border này cứ dương trả tay border nó càng cào mình ta sung càng cào mà chân à sai từ lưỡi ca của nó bao nhiêu ta ta dương trong ban ấy dương trong ban cầm ra lưỡi của dương trong ban crash down ấy tam ca của nó nơi cái lại border này bản chất châm vô ở hàng cào châm vô hiện crash chứ mà châm vô po cả hóm đồ máu hay bắt tọt máu càng nóng cứ châm vô hiện sẽ đàn với như gọi châm vô bắt tọt đánh đánh nơi càng nóng chắc dương đừng ban từ tam đời ca mà ca na dương trong cái dương cai nó lại bỏ đơn đi từng hay mà đỏ ba trận nội bắt top cứ tiện tôn chỉ mùi nâng ca mực xẻ lấy tới mực xẻ cứ chỉ ca bằng room cell chỉ ra mình chụp kia tới chia tại mùi đội nơi cái lại ní cứ dương mực xẻ vì trận nội bi ní mà đo trận nội chi nè chắc ca mực xẻ lấy cứ đầm bay bằng room cell từng nó mình chụp kia tới chia tại mùi háo dương ở ai cũng nó thì tăng trong ca vì mình chụp từng đấy nó nơi thì tăng để giờ chọn bán chẳng chế đưa co còn đá đưa cột này nằm ưu tiên nó lại ní cứ trong chập đào thừa ca sẽ lấy tháo trong chụp một cái tí tăng mực cell trong mực cell nó lại nè mực cell cứ nộp này càng lớn đi mà để chọn lại bọn đỡ đây mà đóng cho dương cho lưng mực cell cứ dương đừng ban một room và lão nút tơ chia tại mùi hai chập đào bên chỗ từng đấy và có bị chỗ từng này virus mà hàng chế cho nè ngọc ni ai cũng nói alignment tam rờ cả vì chế mà còn đaឬក៏មកស្ដាប់តាម alignment ដែរកំណត់ចឹងក្រោយពីកំណត់យើងបានតម្រង់ដូចអ្វីដែលយើងគិតថានឹងចង់បានបាទចំណុចដែលជាចំណុចដែលសំខាន់បន្ទាប់ទៀតនោះគឺជាការកំណត់ប្រភេទដូចអ្នកនរគ្នាបានដឹងគឺការកំណត់ជាតម្រង់តម្លៃលេខក៏ដូចជារូបិយប័ណ្ណភាគរយនិងការបច្ឆេទបាទចឹងកាលណាជាតម្លៃលេខនេះអ្នកទាំងអស់គ្នាអាច select មកព្រោះជាធម្មតាវា general អញ្ចឹងយើងអាចកំណត់ custom ក៏ដូចជាការកែប្រែតម្រង់រៀងវាណាតាមរយៈ number formatting អញ្ចឹងដូចនៅកន្លែងនេះគឺមានតែមួយទេយើងអត់មានក្រោយក្បៀសទេអញ្ចឹងយើងអាចបដូរទៅជាក្រោយក្បៀសពីខ្ទង់ឬក៏បន្ថយមកវិញបាទយើងបដូរទៅតាម number ណាមួយបាទកន្លែងនេះយើងអាចបដូរទៅជាតម្រង់ដែលយើងចង់បានបាទ automatic ឬក៏យើងបដូរទៅជា page number បាទអញ្ចឹងវាតម្រូវការផ្សេងគ្នាកាលណាអ្នកទាំងអស់គ្នាប្រើប្រាស់ number គឺដើម្បីយកទៅធ្វើការគណនាតម្លៃលេខកាលណាអ្នកទាំងអស់គ្នាបដូរទៅជា text បដូរទៅជាអីវាទៅជាការកំណត់បែបអត្ថបទវិញបាទចុងមកដល់ចំណុចបន្ទាប់នេះគឺយើងបដូរទម្រង់ដូចគ្នាគឺយើងបដូរទៅជារូបិយប័ណ្ណអាចដុល្លារអាចជារៀលអញ្ចឹងការបដូររូបិយប័ណ្ណនេះគឺអ្នកទាំងអស់គ្នាអាចបញ្ចូលទិន្នន័យជាលេខធម្មតាទៅឧទាហរណ៍យើងបញ្ចូល1000ឬក៏100តាមការកំណត់មកឧទាហរណ៍ខ្ញុំអូសមកប៉ុណ្ណេះសិនបាទអញ្ចឹងខ្ញុំ select ទៅលើទិន្នន័យដែលខ្ញុំចង់កំណត់ជារូបិយប័ណ្ណនោះសិនហើយចូលមកកាន់ទីតាំង more format នេះមានថា number formatting របស់យើងហើយបើកន្លែងនេះជា formatting as currency ដែលជា euro ស្រាប់អញ្ចឹងយើងបដូរមកកន្លែងនេះ more formatting ដើម្បីធ្វើការកំណត់ថាតើយើងកំណត់ជាលក្ខណៈប្រាក់រៀលប្រាក់ដុល្លារឬក៏ជារូបិយប័ណ្ណណាមួយអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាក្រោយពីចុចលើ more formatting នេះហើយយើង scroll ចូលមកខាងក្រោមមក scroll ចូលមកខាងក្រោមប្រសិនបើយើងធ្លាប់បានប្រើប្រាស់វា load នៅខាងលើនេះអញ្ចឹងយើងអាចចូលមកបន្ទាប់មកគឺអាច custom currency របស់យើងដើម្បីធ្វើការកំណត់ currency បន្ថែមថ្មីអញ្ចឹងនៅក្នុងការកំណត់នេះចំណុចទី1គឺខាងមុខនេះជាប្រភេទរូបិយប័ណ្ណដែលយើងត្រូវការយកមកបង្ហាញថាជាប្រាក់រៀលជាប្រាក់ដុល្លារឬក៏ជាអីយើងអាចវាយបញ្ចូលយកតែម្ដងឬក៏យើងរើសតម្រង់នៅខាងក្នុងនេះតែម្ដងដូចនៅកន្លែងនេះយើងអត់មានទេយើងអត់មានប្រាក់រៀលទេយើងមានតែដុល្លារអញ្ចឹងបើមានតម្រង់ដុល្លារយើងអាចលុបដុល្លារមកហើយយើងវាយជាប្រាក់រៀលវិញបាទយើងបដូរទៅជារៀលមកហើយបន្ទាប់មកគឺយើងរើសតម្រង់តើយើងចង់បានក្រោយពីខ្ទង់ឬក៏អត់ចង់បានទេឬក៏ជាតម្រង់ដូចនេះអញ្ចឹងយើងអាចរើសតម្រង់ណាមួយដែលយើងចង់បានបាទអញ្ចឹងក្រោយពីរើសតម្រង់ហើយចុច apply មក
trên đời xa lại ní trong bán khá chia đô la chắc trong mà do US đô la mắt tôi cho rơi tầm rung mà xa tiếp đặt trong bán tầm rung đặt trong bán cứ chia tầm rung để ý hỏi cho apply chắc trong lần ban tầm rung đá trong bảng chắc ca Pacado chia bạ real bạ đô la ní cứ nó trong cả lại từ muối gì còn tại dương ca cũng nọt rupee bán nó cứ ở đôi nhiệt tỷ từ 8k កំណត់តម្រូវការហើយការកំណត់ភាគរយក៏រត់តែมันពិបាកដែរដោយសារតែនៅលើផ្នែកខាងលើនេះគឺមានស្រាប់គឺយើង select ទៅលើបណ្ដុំដែលយើងចង់កំណត់សិនបាទនិយាយជារួមគឺការកំណត់ទាំងអស់គឺត្រូវតែ select ឬក៏ជ្រើសរើស cell ណាមួយដែលត្រូវកំណត់នោះហើយចុចមកលើទីតាំងកន្លែង percentage នេះបើចឹងយើងកំណត់កន្លែងនេះមកគឺតម្រងកន្លែងប៉ុណ្ណេះគឺវាទៅជាភាគរយអញ្ចឹងខ្ញុំចាក់ពណ៌មួយមកចាក់ border មកហើយយើងចាក់ពណ៌ណាមួយដើម្បីចំណាំថាបណ្ដុំប៉ុណ្ណេះគឺទៅភាគរយទេអញ្ចឹងខ្ញុំវាយ10មកចេញ 10% អញ្ចឹងខ្ញុំវាយ25ចេញ 25% បាទប៉ុន្តែដល់ពេលវាយខាងក្រោមនេះវិញយើងវាយលេខ10គឺអត់ចេញភាគរយទេដោយសារតែនៅខាងលើយើងបានកំណត់ខាងក្រោមនេះយើងអត់បានកំណត់ជាភាគរយនៅឡើយអញ្ចឹងយើងកំណត់បន្ថែមឡើងវិញវាទៅជា1000អញ្ចឹងការកំណត់នេះយើងអាចកំណត់មុនធ្វើការវាយបាទបន្ទាប់ពីយើងធ្វើការកំណត់ភាគរយហើយចូលមកដល់បន្ទាប់គឺការកំណត់ជាការបរិច្ឆេទបាទចំណុចនេះវាជាចំណុចមួយដែលរសើបសម្រាប់ការបញ្ចូលទិន្នន័យផងដែរថ្ងៃខែឆ្នាំគឺយើងចាំបាច់ត្រូវតែសម្គាល់ដូចខ្ញុំបានរំលឹកពីមេរៀនមុនហើយការបញ្ចូលទិន្នន័យវិភេទថ្ងៃខែឆ្នាំគឺយើងមើលទម្រង់នៅលើបាទនៅលើ taskbar របស់យើងនេះថាតើជាប្រភេទថ្ងៃមុនខែមុនឬក៏ទម្រង់យ៉ាងណាដូចនៅកន្លែងនេះគឺមានទម្រង់ថ្ងៃខែឆ្នាំអញ្ចឹងខ្ញុំត្រូវតែកំណត់ទិន្នន័យរបស់ខ្ញុំការបញ្ចូលទិន្នន័យជាប្រភេទថ្ងៃខែឆ្នាំគឺត្រូវតែបញ្ចូលថ្ងៃហើយបន្ខែខែបន្ឆ្នាំអញ្ចឹងឧទាហរណ៍ខ្ញុំបញ្ចូលថ្ងៃទី1ខែ1ឆ្នាំ2007បាទខ្ញុំបញ្ចូលប៉ុណ្ណេះសិនហើយខ្ញុំអូសយកឡើងតែម្ដងបាទខ្ញុំអត់គិតថានេះទេគឺមានថ្ងៃទី2ទី3ទី4ទី5នេះទៅអញ្ចឹងបន្ទាប់ពីនឹងហើយខ្ញុំចង់បដូរទម្រង់អាចបដូរមកជាទម្រង់ដូចនេះក៏បានបដូរទៅជាទម្រង់ផ្សេងណាមួយទៀតក៏បានអញ្ចឹងយើង select ទិន្នន័យនឹងហើយបន្ទាប់មកយើងចូលមកកន្លែង more format នេះដដែលដោយសារតែកន្លែង more format នេះគឺជាចំណុចដែលសម្រាប់ធ្វើការកំណត់ហើយបើទម្រង់ជាថ្ងៃខែឆ្នាំដូចអ្នកទាំងអស់គ្នាចង់បានដូចកន្លែងខ្ញុំមុននេះគឺគ្រាន់តែចូលមកកន្លែង date នេះមកអញ្ចឹងយើងបានទម្រង់ហ្នឹងហើយប៉ុន្តែពេលខ្លះយើងអត់ចង់បានអញ្ចឹងយើងចង់បានជាថ្ងៃហើយកន្លែង01នេះជាភាសាអង់គ្លេសឧទាហរណ៍ថា January February ឬក៏ប្រហែលនេះទៅអញ្ចឹងយើង select នៅកន្លែងនេះដូចគ្នាហើយចូលមកកន្លែង more format នេះដូចគ្នាចូលមកដល់ខាងក្រោមគឺមានពាក្យថា custom date and time អញ្ចឹង custom date and time គឺជាចំណុចមួយក្នុងការផ្លាស់ប្ដូរទម្រង់ដែលយើងចង់បានបាទអញ្ចឹងយើងបដូរយើងចង់បានមួយណាជាលក្ខណៈទម្រង់ដូចនេះឬក៏ដូចនេះអញ្ចឹងយើងអាចយកមួយណាដែលយើងចង់បានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានមួយនេះតែម្ដងណារួចចុច apply អញ្ចឹងខ្ញុំនឹងបានទម្រង់មួយនេះហើយប៉ុន្តែកន្លែងហ្នឹងបើសិនបើយើងចង់ធ្វើការវាបញ្ចូលដោយខ្លួនឯងក៏បានឬក៏លើសពីហ្នឹងក៏បានដោយសារតែនៅក្នុងក្រុមមួយទៀតគឺយើងមានតែ custom number formatting កន្លែងនេះគឺយើងអាចបដូរបានដូចគ្នាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការកំណត់ទាំង3ចំណុចធំនេះការតុបតែងក៏ដូចជាការកំណត់ការបញ្ចូលទិន្នន័យជាប្រភេទលេខជារូបិយប័ណ្ណជាផ្សេងនេះគឺខ្ញុំគិតថាវាជាចំណុចមួយដែលសំខាន់សម្រាប់អ្នកសិក្សាដំបូងទៅលើ Microsoft Excel បាទទៅលើ Google Sheet មិន Microsoft Excel ទេបាទសុំទោសអញ្ចឹងតកតងជាមួយចំណុចទាំងអស់នេះអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានហើយយើងនឹងជួបគ្នានៅមេរៀនបន្តទៅមុខទៀតបាទជាចុងក្រោយដើម្បីទទួលបានវីដេអូថ្មីៗអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូកាន់តែរហ័សបាទអរគុណចំពោះការតាមដានទស្សនាពីដើមដល់ចប់នេះយើងនឹងជួបគ្នានៅមេរៀនក្រោយៗទៀត